ជំរាបសួរសុស្ដីពុកម៉ែបងប្អូនអរគ្នាថ្ងៃហ្នឹងគឺផ្លាយតែម្ដងគឺមកធ្វើតបលហៅស៊ឺបងប្អូនហើយកោដុំហ្នឹងសុទ្ធតែកស៊ូតកាយខ្ញុំគាត់ធ្វើហើយតែពេលឲ្យវាខូចទៅក៏ទាញបោះចោលតែម្ដងហើយដើមហេតុពីដំបងហ្នឹងក៏ប៉ិតទៅគាត់ឲ្យគេមកដាក់ម្សាឲ្យបងប្អូនដល់ពេលឲ្យហ្នឹងមិនទេបានវាធ្លាក់មកវិញបងប្អូនអរគ្នាដល់ពេលធ្លាក់មកវិញអញ្ចឹងក៏បានការងារឲ្យពួកខ្ញុំនឹងធ្វើទៅហើយសួរតែចេះអត់អ្នកជំនាញធ្វើអាហ្នឹងអត់មែនទេអត់ដែលសូវបានធ្វើទេយូរតកាយហៅទៅជួយធ្វើអាតបលហ្នឹងម្ដងបងប្អូនដោយសារតែដាក់កស៊ូនេះគឺវាមិនពិបាកអីណាទេបងប្អូនគាត់ថាពេលយើងទាញវាឡើងលើតបលទៅវាតឹងមែនតែនហ្មងដោយសារតែអញ្ចឹងការងារហ្នឹងភាគច្រើនគឺប្រុសអ្នកធ្វើអីចឹងណាហើយដល់ពេលប្រើកូនចៅសិនមានតូចល្អិតនេះផងមានអីបងប្អូនហើយធ្វើហើយដោយសារតែពេលតែធ្វើហ្នឹងល្ងាចអញ្ចឹងបងប្អូនអញ្ចឹងមានព្រះអាទិត្យជិតលិចអញ្ចឹងទៅវាភ្លឺស្អាតហ្មងហើយតកាយធ្វើការធ្វើទៅកូនចៅអត់ខ្វល់សំខាន់បើគាត់អត់ហៅប្រើផងហ្នឹងហើយនេះជាក់ស្ដែងបងប្អូនដើរទៅដើរមកនិយាយពីថាតាមតកាយហ្នឹងហើយមើលគ្នាខ្ញុំ4នាក់នេះខ្ញុំនេះតកាយដើរទៅលិចដើរទៅកើតដោយសារតែចាំគាត់ប្រើយូរពេកអញ្ចឹងទៅដើរតាមគាត់ទៅសួរគាត់ថាធ្វើអីអញ្ចឹងណាបងប្អូនហើយមុខកូនចៅមុខខ្ជិលហ្មងដោយសារតែឪពុករអង្គុយដកស្មៅយកសួនសុកហៅមកធ្វើហៅស៊ឺធ្វើអីនេះណាហើយមិនមកដល់ភ្លាមបានធ្វើភ្លាមណាឈរចាំគាត់ឡើងយូរហើយបងប្អូនមកមើល strawberry ខ្ញុំនេះអត់សូវល្អទេឆ្នាំហ្នឹងគឺងាប់ច្រើនមែនតែនហ្មងនិយាយពីថាតកាយខ្ញុំគាត់ខំដើរជួសដែរតែជួសទៅវាអត់រស់អញ្ចឹងទៅវាងាប់កហុបឡើងពីហ្មងហើយឆ្នាំហ្នឹងមិនសូវសបោការងារធ្វើទេបងប្អូនហើយគឺមានតែ strawberry 3ហៅស៊ឺនេះឯងបើបន្លែវិញតកាយខ្ញុំអត់មានដាំថ្មីសោះហ្មងបងប្អូនសិតតែបន្លែចាស់ហើយងាប់ចង់អស់ហើយហ្នឹងហើយមកនិយាយពីរឿងប្រើវិញបងប្អូនតកាយខ្ញុំគឺមិនសូវប្រើកូនចៅទេជាពិសេសការងារធ្ងន់គឺអត់ប្រើហ្មងតែនេះដោយសារតែធ្វើមិនទេអាហៅស៊ឺហ្នឹងក៏ធ្វើឲ្យម្សាតែវាធ្លាក់មកវិញអញ្ចឹងទៅក៏ហៅកូនចៅមកភ្លាមហើយនិយាយពីថាមានលុយជួលគេឲ្យមកធ្វើអាហៅស៊ឺនឹងឲ្យហើយគេអត់មានពេលមកធ្វើឲ្យទៀតបងប្អូនដោយសារតែចូលខែនេះគឺគេបដូរតបលកស៊ូហៅស៊ឺទាំងអស់ហ្នឹងដោយសារតែចូលខែត្រជាក់អស់ហើយហៅស៊ឺតកាខ្ញុំសិតតែចាស់កស៊ូធ្វើដូរហ្នឹងក៏ច្រើនដែរហើយមកតែគេមកដូរឲ្យហ្នឹងអូយបងប្អូនយូរមែនតើហើយនេះជាក់ស្ដែងគឺខ្ញុំហ្នឹងបានថតទៅមកអញ្ចឹងឯងដោយសារតែអត់ទាន់មានអីធ្វើទេគឺខ្ញុំឈរចាំលើកស៊ូឡើងហើយមើលផ្កា strawberry រុះរយជ្រុះពេញដីបងប្អូនអើយឥឡូវហ្នឹងឃើញតែផ្កាឯណាចាំមើលតែតិចទៀតទៅឃើញផ្លែច្រើនហ្មងហើយនិយាយពីថាបងប្អូនអរគ្នាមិនសូវមានការងារធ្វើអញ្ចឹងឲ្យឃើញបងប្អូនឆាតមកសួររកការងារច្រើនណាតែពួកខ្ញុំរងថ្ងៃនេះជួនកាលតែធ្វើការងារផ្ទះគេដែរទេដោយសារតែចូលខែនេះមកឆ្នាំហ្នឹងគឺខ្សត់មែនតែនហ្មងហើយបើនិយាយរឿងប្រាក់ខែវិញតកែបើមិនដែលទៀងទាត់ទេតាំងពីអត់ការងារធ្វើមកហើយឡូវហ្នឹងតកាយឡើងនៅលើហៅស៊ឺហ្នឹងចាប់ផ្ដើមលើកស៊ូហើយចាប់ផ្ដើមទាញធ្លាក់មកបងប្អូនហើយនិយាយពីថាចដើរហ្នឹងគាត់លើកទៅលើកមកគាត់សុកចិត្តដាក់ទៅក្រោមហើយទាញណាគាត់សុកចិត្តលើកដើរទៅដើរមកបងប្អូនហើយអាកស៊ូពណ៌ខៀវហ្នឹងមិនស្រាលទេម្ដុំវាគឺធ្ងន់ខ្លាំងមែនតែនហ្មងឥឡូវហ្នឹងតកាយខ្ញុំក៏ចាប់ផ្ដើមឡើងលើតបលហើយខ្ញុំហ្នឹងនៅឈរមកខាងម្នាក់ដោយសារចាំទាញកស៊ូហើយតកាយស្រីខ្ញុំហ្នឹងក៏គាត់មកដែរតែគាត់អត់បានជួយអីទេដោយសារតែគ្នាគ្រប់អស់ហើយមើលផ្កា strawberry ខ្ញុំបងប្អូនហើយនេះកស៊ូចាប់ដើមឡើងនៅលើឆ្អឹងដែកនេះហើយកូនចៅមកខាងពីនេះចាំទាញកស៊ូធ្លាក់មកខាងហើយបតកាខ្ញុំវិញគាត់ចាំមកលាស់កស៊ូពេលគាត់ប្រាប់ឲ្យទាញពេលគាត់ប្រាប់ឲ្យឈប់ហើយនេះពេលយើងទាញពេញអស់គាត់ចាប់ដើមកាត់កស៊ូនឹងមកកង់ណាដោយសារតែមកកង់ហ្នឹងគឺយើងប៉ះគាត់កាត់មកល្មមប្រវែងដែលយើងអាចតគ្នាបានណាបងប្អូនហើយតកាយពងរវល់កាត់នេះកូនចៅនេះលើកទូរស័ព្ទមកថតមួយបងប្អូនឃើញការងារខ្ញុំអញ្ចឹងថាស្រួលណាការងារគឺមានថ្ងៃស្រួលថ្ងៃពិបាកដែរតែបើនិយាយរឿងបេះបន្លែហ្មងគឺវាស្រាលទេគ្រាន់តែឈឺចកាឈឺខ្នងណាហើយបើខែបេះ strawberry វិញគឺត្រជាក់ខ្លាំងមែនតើណាមួយ strawberry គឺស្រោចទឹករហូតពេលបេះម្ដងហ្នឹងតើទៅរកអាវកស៊ូមកពាក់មិនកើតណាបងប្អូនហើយនេះបន្ទាប់ពីទាញហើយអីហើយនេះខ្ញុំនឹងក៏មកដល់ក្រោយហើយកូនចៅឈរចាំតកានៅក្រោយគ្រប់គ្នាហ្មងដោយសារតែចាំតកាគាត់មកដាក់ដៃខាងក្រោយហើយអស់បានយើងទៅទាញទម្លាក់ទៅសងខាងហើយបងប្អូនអរគ្នាថ្ងៃហ្នឹងតកាស្រីខ្ញុំដើរទៅដើរមកហ្នឹងក៏ធ្លាក់ចុះកលុកមានអីដួលឆ្លោះជើងឆ្លោះដៃទៅហើយកូនចៅអាហ្នឹងសត្វអាវក្រហមបងប្អូននេះឡើងស្រស់ហ្មងហើយនេះបន្ទាប់ពីតកាខ្ញុំគាត់ចាប់ផ្ដើមរៀបចំដាក់ចដាឡើងកឹបហើយអស់គឺខ្ញុំនេះមកកឹបជើងសងខាងហើយកឹបអាជើងខ្មៅហ្នឹងកឹបតែមិនស្រួលទេវាអាចលបោធ្លាក់កស៊ូធ្លាក់ដៃហ្នឹងមកវិញក៏ថាបានដែរនិយាយពីថាធ្វើអាហ្នឹងបើសិនជាយើងមិនសូវចេះមិនសូវអីទេទៅកឹបស្រួលហ្នឹងគឺអាចលបោមកវិញអញ្ចឹងបងប្អូនហើយតម្រាំតែយើងធ្វើឲ្យអស់បងប្អូនគឺម៉ោង6ជាងហើយតែប៉ិតដល់ម៉ោងធម្មតាយើងចេញម៉ោង5កន្លះហើយថ្ងៃហ្នឹងបងប្អូនតកាខ្ញុំហៅទៅធ្វើពេលហើយក៏អត់មានហៅយើងឡើងទៅផ្ទះទេខ្ញុំងាកមកបាត់តកាយអស់ហើយចាំកាលហើយក៏គាត់ប្រាប់ថាហើយទៅផ្ទះក៏គាត់ប្រាប់បើពេលបាត់តកាយអស់អូយនាំគ្នាដើរទៅផ្ទះបដ ாய் ហើយធ្វើហ្នឹងមិនទាន់ស្អាតបានត្រឹមត្រូវណានៅខាងក្រោយអីតកាខ្ញុំគាត់ចាំតែកឹបតាមក្រោយបន្ទាប់ពីបាត់តកាយអស់ហើយនាំគ្នាដើរទៅផ្ទះហ្មងបងប្អូនព្រោះអីវាលើសម៉ោងយើងហើយសកម្មភាពការងាររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នារយអីនិយាយមិនបានទេបងប្អូនអើយ
ចាំជួបគ្នាវីដេអូក្រោយទៀតណាបងប្អូនមិនសិនជាបងប្អូនចូលចិត្តវីដេអូធ្វើការងារនៅកូរ៉េនេះអាចជួយចុច like comment បានហើយបើបងប្អូនមកថ្មីសួរជាមួយការងារបន្តិចបងប្អូនតែយូរទៅគឺស្វាម៉ាយអត់អីទេជូនពរសំណាងល្អទាំងអស់